ពិធីបុណ្យនោះឯងគឺជាថ្ងៃដែលគេជួបជុំគ្រួសារសប្បាយរីករាយនិងជាថ្ងៃចូលឆ្នាំថ្មីប៉ុន្តែក៏មានរឿងចម្លែកខ្លះដែលកើតឡើងនៅក្នុងថ្ងៃបុណ្យនោះឯងនេះផងដែរទី1សង្គ្រាមនៅថ្ងៃបុណ្យគ្រីស្មាស់ក្នុងសង្គ្រាមលោកលើកទី1នៅថ្ងៃបុណ្យនោះឯងឆ្នាំ1914នៅតាមបណ្ដោយលេនដ្ឋានប្រយុទ្ធរបស់លោកខាងលិចទាហានអង់គ្លេសអាល្លឺម៉ង់និងបារាំងដែលកំពុងប្រយុទ្ធគ្នាបានឈប់បាញ់គ្នាដោយឯកឯងពួកគេបានចេញពីលេនដ្ឋានរៀងៗខ្លួនចូលទៅតំបន់ដែលគ្មានម្ចាស់ដើម្បីផ្លាស់ប្ដូរអំណោយតូចៗដូចជាបារីនិងសូកូឡាពួកគេថែមទាំងបានច្រៀងចម្រៀងបុណ្យនោះឯងរួមគ្នានិងបានលេងបាល់ទាត់មួយប្រកួតទៀតផងព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងដោយមិនមានបញ្ជាពីថ្នាក់លើឡើយគឺសុទ្ធតែជាការសម្រេចចិត្តរបស់ទាហានផ្ទាល់ខ្លួនហើយវាបានបង្ហាញពីការចង់បានសន្តិភាពនិងមនុស្សធម៌ទោះបីជាពួកគេជាសត្រូវនឹងគ្នាក៏ដោយទី2ការធ្លាក់យន្តហោះនៅថ្ងៃគ្រីស្មាស់នៅថ្ងៃបុណ្យនោះឯងឆ្នាំ1955យន្តហោះ Douglas DC-4 បានហោះពីទីក្រុងស៊ីថលឆ្ពោះទៅកាន់សាន់ឌីហ្គោហើយបានបាត់ខ្លួនភ្លាមៗដោយគ្មានការហៅទូរស័ព្ទអាសន្នឬសញ្ញាអ្វីទាំងអស់គ្មានសាកសពឬកំទេចកំទីធំត្រូវបានរកឃើញឡើយនៅពេលនោះក្រោយមកគេបានរកឃើញបំណែកតូចៗនៃយន្តហោះនេះដែលត្រូវបានគេជឿថាធ្លាក់នៅតំបន់ជួរភ្នំអ្វីដែលចម្លែកជាងនេះទៅទៀតគឺការបាត់ខ្លួនដ៏អាថ៌កំបាំងនិងភាពស្ងប់ស្ងាត់ទាំងស្រុងនៅលើអាកាសមុនពេលធ្លាក់មនុស្សជាច្រើនអ្នកដែលរងចាំក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបុណ្យហើយក៏បានទទួលដំណឹងដ៏អាក្រក់បំផុតទី3នោះគឺពីរដ្ឋជនដែលទទួលបានការលើកលែងទោសនៅថ្ងៃគ្រីស្មាស់ជារៀងរាល់ឆ្នាំនៅប្រទេសខ្លះរដ្ឋាភិបាលឬស្ថាប័នអភិបាលកិច្ចតែងតែផ្ដល់ការលើកលែងទោសឬកាត់បន្ថយទោសដល់អ្នកទោសមួយចំនួននៅពេលដែលមានពិធីបុណ្យណូអែលនេះបាននាំឲ្យមានករណីនឹកស្មានមិនដល់ជាច្រើនអ្នកទោសដែលរងចាំការកាត់ទោសដ៏អស់សង្ឃឹមស្រាប់តែត្រូវបានដោះលែងឲ្យជួបជុំគ្រួសារនៅថ្ងៃបុណ្យណូអែលដូចជានៅប្រទេសប៉ូទុយហ្គាល់និងប្រទេសជាច្រើនទៀតនៅទ្វីបអាហ្វ្រិកនេះជាការបង្ហាញពីស្មារតីក្តីមេត្តានៃថ្ងៃបុណ្យទី4កំណើតនៅថ្ងៃគ្រីស្មាស់ទោះបីជាបុណ្យណូអែលត្រូវបានកំណត់ជាថ្ងៃកំណើតព្រះយេស៊ូវក៏ដោយក៏មានមនុស្សល្បីៗជាច្រើនការចំថ្ងៃទី25ខែធ្នូនេះផងដែរដែលធ្វើឲ្យពួកគេលំបាកបន្តិចក្នុងការប្រារព្ធពិធីទាំងពីរក្នុងពេលតែមួយអ្នកការចំថ្ងៃបុណ្យណូអែលរួមមានអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញលោក Isaac Newton និងអតីតនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ការចំថ្ងៃបុណ្យនេះតែងតែជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ការនិយាយតែនៅក្នុងថ្ងៃបុណ្យណូអែលមានអ្នកណាដែលជួបរឿងចម្លែកជាងនេះដែរទេសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក